សូមជូនរឿងឧបករណ៍សំណប់របស់ព្រះអង្គម្ចាស់អរុណនៅក្នុងវាំងដ៏ធំមួយមានព្រះអង្គម្ចាស់មួយអង្គព្រះនាមអរុណព្រះអង្គមានឧបករណ៍ភ្លេងដ៏អស្ចារ្យជាច្រើនដូចជាស្គររនាតនិងគងតែព្រះអង្គអរុណស្រឡាញ់តែខ្លុយឈើតូចមួយរបស់ព្រះអង្គប៉ុណ្ណោះវាជាឧបករណ៍ដ៏សាមញ្ញប៉ុន្តែព្រះអង្គចូលចិត្តលេងវាខ្លាំងណាស់ទីប្រឹក្សាព្រះរាជាបានប្រាប់ព្រះអង្គថាព្រះអង្គគួរតែលេងឧបករណ៍ធំពួកគេថាខ្លុយរបស់ព្រះអង្គមិនស័ក្តិសមនឹងព្រះរាជាឡើយព្រះអង្គអរុណបានព្យាយាមលេងស្គរនិងរនាតប៉ុន្តែសំឡេងដែលចេញមកឮខ្លាំងមិនពីរោតឡើយពេលល្ងាចមួយព្រះអង្គអរុណបានដើរលេងក្នុងសួនច្បារតែម្នាក់ឯងព្រះអង្គបានយកខ្លុយរបស់ព្រះអង្គមកលេងក្បែរស្រះឈូកបទភ្លេងខ្លុយរបស់ព្រះអង្គពិរោះរណ្ដុំចិត្តណាស់វាបានធ្វើឲ្យក្មេងទើបនឹងកើតដែលកំពុងយំលក់លង់ទៅជាដំណេកសូម្បីតែសត្វស្លាបដ៏កម្រមួយក៏ហោះចូលមកស្ដាប់បទភ្លេងរបស់ព្រះអង្គដែរសត្វស្លាបនោះមានរោមពណ៌ខៀវបៃតងដ៏ស្រស់ស្អាតហើយវាត្រូវបានចាប់អារម្មណ៍ដោយតន្ត្រីនេះព្រះបិតាព្រះរាជាបានទតឃើញអ្វីទាំងអស់ពីយ៉ាវវាំងព្រះអង្គបានយល់ថាតន្ត្រីដ៏ពិរោះមិនមែនស្ថិតនៅលើភាពធំធេងឬតម្លៃនោះទេព្រះរាជាបានប្រាប់ព្រះអង្គអរុណថាសំឡេងតន្ត្រីដ៏ពិរោះចេញពីបេះដូងមិនមែនមកពីឧបករណ៍ធំឬថ្លៃនោះទេចាប់ពីថ្ងៃនោះមកព្រះអង្គអរុណបានលេងខ្លុយរបស់ព្រះអង្គដោយក្តីរីករាយព្រះអង្គបានបង្ហាញថាសេចក្តីសុខអាចរកឃើញនៅក្នុងរបស់សាមញ្ញប៉ុណ្ណោះ